តើស្ដីបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំម្ដងទៀតហើយបញ្ញាបងប្អូនអាចមើលមកលើទីផ្សារជាក់ស្ដែងបានក្នុងពេលឥឡូវហ្នឹងគឺនៅតម្លៃ5186នេះបងប្អូនខ្ញុំអត់វិភាគទៀតទេខ្ញុំ record ឲ្យបងប្អូនមើលតែម្ដងបងប្អូនអាចមើលបានតម្លៃមាសរហូតរយៈពេល2ថ្ងៃនេះ2ថ្ងៃគឺវា ranking រហូត consolidation រហូតហ្មងចន្លោះ5120ទៅ5210នេះទៅវារត់ទៅមក100លេខចន្លោះទៅមក100លេខវាអត់មានតនត្នាទេនេះខ្ញុំគូស្រួលបងប្អូនមើលបានអញ្ចឹងក្នុងពេលបច្ចុប្បន្នក្នុងថ្ងៃហ្នឹងគឺជាថ្ងៃសុក្រធៀបនឹងបិទទៅលើទីផ្សារដូចគ្នាការរំពឹងទុករបស់ខ្ញុំនៅតែមានគិតថាតម្លៃមានការកើនឡើងហើយក៏យើងធ្វើការ follow ទៅលើការទិញដូចគ្នាការបាយទៅលើតម្លៃមាសអញ្ចឹងថ្ងៃហ្នឹងខ្ញុំនៅតែ recommend ឲ្យបងប្អូនធ្វើការទិញទៅលើតម្លៃមាសទៀតបើសិនជាករណីថាវាមានការប្រេកផុតតម្លៃ5217នេះវានឹងមានការហក់ឡើងរហូតដល់5240ទៅ5250ដុល្លារក្នុងមួយអោនទៅលើតម្លៃមាសបងប្អូនអញ្ចឹងតម្លៃមាសសុទ្ធនៅខាងក្រៅចាំខ្ញុំតម្លាក់ឲ្យបងប្អូនបន្ថែមទៀតថាតម្លៃមាសនៅសុទ្ធនៅខាងក្រៅមួយជីម៉ាបើសិនជាវាឡើងមកដល់តម្លៃប៉ុណ្នេះអញ្ចឹងថ្ងៃហ្នឹងដូចខ្ញុំនិយាយបញ្ជាក់បងប្អូនអញ្ចឹងមាសនៅតែធ្វើការទិញtarget របស់យើងខ្ពស់ផុតតម្លៃ5240នឹងទៀតក៏ប៉ុន្តែយើងធ្វើការ take profit ពីមតនការទៅមតនការដែលខ្ញុំនិយាយបញ្ជាក់បងប្អូនអញ្ចឹងហើយមួយទៀតសម្រាប់បងប្អូនដែលនៅក្នុងក្រុមគឺយើងនឹងទទួលបានផលចំណេញមួយចំនួនហើយព្រោះខ្ញុំឲ្យធ្វើការទិញតាំងពីតម្លៃនេះបងប្អូន5120ជាងឬមួយក៏5160ជាងនេះគឺយើងធ្វើការទិញរហូតទិញហើយបានចំនួន30-40ដីគឺយើងបិទទៅលើផលចំណេញ30-40ដីយើងបិទផលចំណេញក៏ប៉ុន្តែ target ធំរបស់យើង5240វាអត់ទាន់មានការទៅប៉ះទេចឹងមានតែរងចាំមើលទាំងអស់គ្នាថាតម្លៃមាសនឹងមានការឡើងទៅដល់អត់ក្នុងថ្ងៃហ្នឹងដែលជាថ្ងៃធៀបនឹងបិទទៅលើទីផ្សារដូចគ្នាហើយការពីម្សិលមិញបងប្អូនបានមើលទៅលើព័ត៌មានដែលខ្ញុំតម្លាក់ហើយតាក់ទងនឹងការចរចារវាងនុយក្លេអ៊ែររវាងអាមេរិកជាមួយនឹងអ៊ីរ៉ង់អញ្ចឹងខ្ញុំចាំមើលទៀតថាតម្លៃមាសនឹងមានការ push ឡើងបន្តទៀតអត់ក្នុងថ្ងៃហ្នឹងប៉ុន្តែខ្ញុំគិតថាថ្ងៃហ្នឹងអាចនឹង70%ទៅ80%មាសនឹងអាចឡើងមកដល់តម្លៃនេះក៏ប៉ុន្តែយើងចាំមើលជាក់ស្ដែងទាំងអស់គ្នាហ្នឹងហើយសម្រាប់បងប្អូនដែលអត់បានចូលក្រុមទេបងប្អូនអាចចូលទៅកាន់ក្រុមរបស់យើងបានខ្ញុំតម្លាក់ជាព័ត៌មានក៏ដូចជា analyze ជាប្រចាំថ្ងៃជូនបងប្អូនអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំមក record ជូនតែម្ដងខ្ញុំអត់ analyze ដូចម្សិលមិញម្សិលមួយថ្ងៃទៀតទេគឺដោយសារតែមាសបងប្អូនឲ្យមើលបានវារត់ consolidation អញ្ចឹងទៅមកអត់មានតាណាទេអញ្ចឹងយើងមានតែយ៉ាប់រងចាំទៅលើការ take profit នេះយើង holding រយៈពេលជិតមួយអាទិត្យណាបងប្អូនយើង holding buy រហូតក៏ប៉ុន្តែយើងមិនអត់ផលចំណេញសុទ្ធទេយើងធ្វើការទិញទៅមករហូតដែរអញ្ចឹងមួយទៀតសម្រាប់បងប្អូនដែលចង់ទទួលបានការ support ពីខ្ញុំបងប្អូនអត់ទាន់ចេះ trade យកបងប្អូនអាចមកសិក្សាជាមួយនឹងខ្ញុំបានបងប្អូនជួយតាក់ទងមកកាន់ link ដែលខ្ញុំដាក់ Telegram របស់ខ្ញុំផ្ទាល់នៅខាងក្រោមហ្នឹងមកហើយមួយទៀតតាក់ទងនឹងបងប្អូនដែលគាត់មានការរវល់ជាមួយនឹងការងារឬមួយក៏បងប្អូនដែលជាប់អញ្ញបានថាការរកស៊ីផ្ទាល់ខ្លួនបងប្អូនអាចដាក់ទៅលើ copy trade បានដូចគ្នាអញ្ចឹងព័ត៌មានទៅលើ copy បងប្អូនអាចសួរខ្ញុំឲ្យច្បាស់សិនចាំបងប្អូនដាក់ក៏បានដែរអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេរងចាំមើលទៅលើតម្លៃមាសរបស់យើងទាំងអស់គ្នា5240ថាមានការប៉ះឬមួយក៏អត់ក្នុងថ្ងៃហ្នឹងបច្ចុប្បន្ននៅ5186នេះយ៉ាប់អញ្ចឹងwait and see ទាំងអស់គ្នាបងប្អូនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ